Hello ជំរាបសួរសួស្តីទាំងអស់គ្នាណាស្វាគមន៍សម្រាប់អ្នកដែលកើតឆ្នាំម្សាញ់ទាំងអស់គ្នាចាសម្រាប់វីដេអូនេះយើងមកមើលរាសីចាសម្រាប់អ្នកឆ្នាំម្សាញ់នៅក្នុងខែ11ណាថាមិនដែរពាក់ព័ន្ធនឹងអីយើងមើលអំពីគោលខែ11ណាតាក់ទងជាមួយនឹងអឺស្លឹកគ្រូពាក់ព័ន្ធជាមួយនឹងភាពវៃឆ្លាតណាពាក់ព័ន្ធជាមួយនឹងមនុស្សប្រុសគេមកជួយយើងណាក្នុងរឿងការងារឬក៏រឿងបញ្ហាដែលយើងកំពុងតែគាំងណាចាឥឡូវយើងមើលអំពីការងារយើងសម្រាប់អ្នកឆ្នាំម្សាញ់មើលយ៉ាងណាដែរឃើញថាការងារយើងល្អចាការងារយើងល្អណាជាពិសេសអ្នកដែលមានការងារតាក់ទងជាមួយនឹងមនុស្សស្រីឃើញថាការងារយើងសម្រេចបានការងារយើងមានភាពជោគជ័យច្រើនណាមានភាពសប្បាយចិត្តរីករាយជាមួយនឹងការងារដែលយើងកំពុងតែធ្វើចានិយាយទៅសប្បាយចិត្តការងារបានដើរលេងច្រើននៅក្នុងខែ11ហ្នឹងណាឃើញថាល្អមែនតើឃើញថាល្អខ្លាំងយើងមើលអំពីរឿងលុយកាក់វិញសម្រាប់អ្នកឆ្នាំម្សាញ់យ៉ាងណាដែរเนาะពាក់ព័ន្ធជាមួយលុយកាក់ចាឃើញថាក្នុងខែ11ឃើញថាលុយកាក់ណាតាក់ទងជាមួយមុខរបរការងារយើងឃើញថាល្អចាល្អណាឃើញថាទទួលបានលាភទទួលបានជោគជ័យអំពីការងារយើងតាក់ទងជាមួយនឹងលុយកាក់ប៉ុន្តែមិនទាន់ទៅនឹងជោគជ័យយើងក៏ឲ្យប្រយ័ត្នដែរណាប្រយ័ត្នអាចនឹងមានរឿងចំនួននៅក្នុងរឿងលុយកាក់ដែរប៉ុន្តែមិនធ្ងន់ធ្ងរទេមិនធ្ងន់ធ្ងរអាចដោះស្រាយបានណាអាចដោះស្រាយបានចំនួនរឿងលុយកាក់ហ្នឹងលុយកាក់ជាមួយអ្នកណាជាមួយនឹងដៃគូស្នេហាយើងអត់សមបំណងឬក៏ដៃប្តីប្រពន្ធយើងអីចឹងណាខំគ្នាឆ្លោះគ្នារឿងលុយរឿងកាក់អីចឹងប៉ុន្តែឃើញថាល្អអត់បញ្ហាទេអញ្ចឹងចូលប្រយ័ត្នប្រយែងតិចណាប្រយ័ត្នមានរឿងដោយសារតែរឿងបញ្ហាលុយកាក់ណាចំនួនអូខេឥឡូវយើងមើលអំពីរឿងស្នេហាវិញណាយ៉ាងណាដែរចាល្អណាឃើញថាមានលៀបសំណាងពីដៃគូស្នេហាយើងចាបញ្ហាដែលធ្លាប់តែហត់នឿយដាក់គ្នាណាមើលមុខគ្នាអត់ចំអាចដោះស្រាយបានណាទោះបីជាប្រើពេលយូរបន្តិចតែអាចដោះស្រាយបានណានៅក្នុងទំនាក់ទំនងស្នេហាប្តីប្រពន្ធមានការយល់ចិត្តគ្នាណាចាមានការយល់ចិត្តគ្នាគ្រាន់ថាมันបានទៅដើរលេងផ្អែមល្ហែមអីនៅថ្ងៃស្វីតមួយគ្នាច្រើនណាប៉ុន្តែมันជាមានចំនួនមិនឃើញថាធ្វើឲ្យរឿងមានភាពស្មុគស្មាញទេឬមួយទៀតអាចថាដៃគូឬក៏ប្តីប្រពន្ធយើងនៅក្នុងខែ11ហ្នឹងហត់ច្រើនចាអត់សូវមានពេលកំដរយើងអត់សូវមានពេលទៅចែកមកយើងអត់សូវមានពេលបានជួបមុខគ្នាមួយយើងច្រើនណាប៉ុន្តែมันមានជាបញ្ហាទេហើយសម្រាប់អ្នកដែលអត់មានគូណាឃើញថាអត់ទាន់បានជួបមនុស្សដែលត្រូវចិត្តទេប៉ុន្តែបើសិនជាមនុស្សប្រុសអាចនឹងមានឱកាសជួបមនុស្សនារីដែលល្អនារីដែលត្រឹមត្រូវអាចនឹងមានឱកាសប៉ុន្តែបើស្ត្រីរៀងពិបាកបន្តិចណាឃើញថារៀងពិបាកបន្តិចអញ្ចឹងអរគុណច្រើនណាសម្រាប់អ្នកឆ្នាំម្សាញ់ជួបគ្នាវីដេអូក្រោយណាបាយបាយ